how to manage your boss វីដេអូនេះគឺសម្រាប់បងប្អូនដែលមិនសូវជាចោះសម្រុងគ្នាជាមួយនឹងមេឬមួយក៏តឹមតែចូលធ្វើការថ្មីចាអត់ដឹងរបៀបក្នុងការធ្វើការធ្វើម៉េចឲ្យចោះសម្រុងជាមួយមេរបស់យើងណាចាខ្ញុំមាន3 tip ថ្ងៃនេះ tip ទី1ខ្ញុំចង់ឲ្យបងប្អូនព្យាយាមយល់អំពី working style របស់គាត់ថាតើ style របស់គាត់របៀបម៉េចគាត់ជាប្រភេទ result oriented ឬមួយក៏ជាប្រភេទ attention to detail ឬមួយក៏គាត់ជាប្រភេទមនុស្សដែលដើរតាម policy អត់ខ្វល់រឿងស្ថានភាពបច្ចុប្បន្នឬមួយក៏ស្ថានភាពជាក់ស្ដែងយ៉ាងម៉េចសំខាន់ដើរតាមច្បាប់ដើរតាម rule ដើរតាម policy ចាហើយអ្នកដែលគាត់រឿង result oriented ហ្នឹងគាត់អត់ខ្វល់រឿងថាយើងធ្វើអីគេខ្លះហើយសំខាន់គាត់ចង់បានប៉ុណ្ណឹងចាធ្វើឲ្យតែបានប៉ុណ្ណឹងមកគឺគាត់អូខេហើយអា attention to detail ហ្នឹងសំខាន់គឺព័ត៌មានតូចៗហ្នឹងក្តាប់ឲ្យបាន attention to detail ហ្នឹងគឺតាំងពីសំណេរតាំងពីឯកសារតាំងពីរបៀបក្នុងការឆ្លើយឆ្លងឲ្យតែយើងធ្វើបានត្រឹមត្រូវដោយអ្វីដែលគាត់ចង់បានហ្នឹងអាលទ្ធផលយ៉ាងណាគាត់អត់សូវទៀមទាដែរវាមានលក្ខណៈខុសគ្នាទៅតាមហ្នឹងណាមាន working style ផ្សេងទៀតនេះខ្ញុំគ្រាន់តែលើកឧទាហរណ៍ឯងអញ្ចឹងយល់ពី working style របស់គាត់សិន adapt ខ្លួនឯងជាមួយនឹង working style របស់គាត់ភាពចម្រុងចម្រាស់ហើយនឹងការនឹងចំនួនហ្នឹងវាកាត់បន្ថយទៅតាមនឹងដែរទី2គោរពនៅពាក្យសម្ដីខ្លួនឯងសន្យាអីធ្វើនឹងបើយើងសន្យាជាមួយមេយើងថាយើងត្រូវតែធ្វើអាហ្នឹងមុន deadline ឬមួយក៏ send proposal មុន deadline ឬមួយក៏ធ្វើ report នេះមុន deadline ត្រូវតែធ្វើឲ្យបានចាសន្យាអីធ្វើនឹងតែប៉ុណ្ណឹងគឺចប់នៅពេលដែលយើង build ឡា trust build ឡាទំនុកចិត្តថាយើងនិយាយអីគឺយើងធ្វើអាហ្នឹងបានពេលហ្នឹងគឺគាត់អត់មានអីត្រូវចាប់យើងទេអញ្ចឹងនៅពេលដែលយើងមានកំហុសតិចតួចពេលក្រោយទៀតគឺគាត់នឹងយល់ព្រោះគាត់ដឹងថាយើងជាមនុស្សដែរនិយាយអីធ្វើហ្នឹងអញ្ចឹងបើសិនជាមានលក្ខណៈផ្្លាត់ពេលក្រោយទៀតគាត់នឹងយល់ពីស្ថានភាពនៅពេលដែលយើងបញ្យល់គាត់ទី3កុំ surprise គាត់ដោយព័ត៌មានមិនល្អនៅពេលដែលរឿងហ្នឹងគាត់គួរតែដឹងតាំងពីមុនឧទាហរណ៍តែយើងធ្វើ project មួយចា project ហ្នឹងតាំងពីដើមមកយើងអត់ដែលប្រាប់គាត់ទេរហូតដល់ចិត្តមានរឿងឬមួយក៏វាមានបញ្ហាអីចុងក្រោយបានយើងទៅប្រាប់គាត់ហើយគាត់អត់ដឹងរឿងអីសោះអញ្ចឹងធ្វើបែបហ្នឹងគឺជាឧទាហរណ៍ដែលមិនល្អមួយអញ្ចឹងដើម្បីឲ្យគាត់មានទំនុកចិត្តហើយគាត់មានគេហៅថាតំណែងជាមួយនឹងយើងដឹងអំពីផែនការហ្នឹងដែរព្យាយាម connect គាត់ព្យាយាម put គាត់ in the loop នៅក្នុង project ហ្នឹងតាំងពីដើមទីឲ្យគាត់ដឹងថាស្ថានភាពរបស់យើងហ្នឹងពីដើមទីមកដល់ពាក់កណ្ដាលដល់ចុងបញ្ចប់ហ្នឹងដល់ណាហើយចាអញ្ចឹងបើមានរឿងមែនគាត់អត់សូវ surprise ទេគាត់អត់សូវ shock ខ្លាំងទេគាត់អត់សូវខឹងខ្លាំងគាត់អត់សូវឈួយឆេះខ្លាំងដោយសារគាត់ដឹងតាំងពីដើមហើយគាត់ក៏ដឹងដែរថាមូលហេតុអីបានវាមានបញ្ហានឹងកើតឡើងអញ្ចឹង tip ទាំង3នេះអាចសាកល្បងទាំងអស់គ្នាចាំមើលថាតើអាចកាត់បន្ថយភាពចម្រូងចម្រាសជាមួយនឹងមេហើយកូនចៅបានអត់ហើយខ្ញុំចង់ឲ្យបងប្អូនចាំថាអញ្ចេះមេរបស់យើងក៏ជាកូនចៅរបស់គេដែរចាយើងមាន deadline មេរបស់យើងក៏មាន deadline ដូចគ្នាដែរអញ្ចឹងយើងមាន pressure មេរបស់យើងក៏មាន pressure ទៅកាន់មេរបស់គាត់ដូចគ្នាដែរដូច្នេះហើយយើងហើយនឹងគាត់នឹងដូចតែគ្នាទេអញ្ចឹងព្យាយាមយល់ពីគាត់ឲ្យបានច្រើនទម្លាក់ចុះខ្លះទៅយើងនឹងធ្វើការជាមួយគ្នាដោយចុះសម្រុងអញ្ចឹងបើសិនជាមានវិធីផ្សេងទៀតដែលគិតថាល្អអាច comment នៅខាងក្រោមបានណា